ដោយមើលឃើញពីតម្រូវការទីផ្សារដំណាំទុរេនមានការកើនឡើងគូផ្សំជាមួយនឹងកង្វះបច្ចេកទេសជាពិសេសទៅលើការប្រើប្រាស់ជីទើបបានបំផុសកំណត់ឲ្យខ្ញុំបាទធ្វើការលើកយកការពិសោធន៍ការប្រើប្រាស់ជីក្នុងកម្រិតខុសៗគ្នាទៅលើដំណាំទុរេនជំរាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះអង្គជិតលីជានិស្សិតឆ្នាំទី4នៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មមកពីDepartmentសាវកម្មកាលពីការសិក្សាទៅលើទិសដៅនិងអនុវត្តនៅក្នុងបរិវេណរបស់មហាវិទ្យាល័យនិស្សិតក៏មានឱកាសក្នុងការទស្សនកិច្ចសិក្សាផ្ទាល់ទៅលើកិច្ចការរបស់កសិករផ្ទាល់ផងដែរដោយនៅក្នុងវីដេអូនេះខ្ញុំបាននឹងបង្ហាញពីសកម្មភាពខ្លះនៃការអនុវត្តជាក់ស្ដែងទៅលើការប្រើប្រាស់ជីបាញ់ទៅលើស្លឹកទុរេនគោលបំណងនៃការសាកសួរប្រធានបទនេះគឺដើម្បីដឹងពីឥទ្ធិពលនៃការប្រើប្រាស់ជីបាញ់ទៅលើស្លឹកនៃដំណាំទុរេនក្នុងការពិសោធន៍នេះជីដែលយើងធ្វើការប្រើប្រាស់ជាប្រភេទជីបាញ់ស្លឹកដើម្បីបំពន់ក្នុងដំណាក់កាលផ្ការរហូតដល់ដំណាក់កាលក្តឹបលទ្ធផលក្រោយពេលពិសោធន៍យើងសង្កេតឃើញថាការបន្ថែមជីបំពន់តាមរយៈការបាញ់លើស្លឹកពិតជាបានជួយដល់ដំណាំទុរេនពិតមែនហើយវាជួយធ្វើឲ្យទម្ងន់ផ្លែធ្ងន់ជាងមុនមិនសូវសម្បូរជំងឺស្លឹកមានគុណភាពល្អបូកផ្សំជាមួយនឹងធ្វើឲ្យផ្លែមានរសជាតិឆ្ងាញ់